ជំរាបសួរបងប្អូនមានឃើញរងតង់ខាងមុខនឹងច្រើនណាស់ច្រើនណាស់នៃចំពោះអ្នកធ្វើកសកម្មក្នុងប្រទេសកូរ៉េបងប្អូនព្រោះដោយសារអាកាសធាតុនៅប្រទេសកូរ៉េឥឡូវគឺក្តៅមែនទែនវាចូល30ទៅ33 34ណាពេលវាក្តៅខ្លាំងបើស្អីយើងធ្វើការហាត់ក្តៅហ្មងគឺពិបាកទ្រាំមែនទែនអាកាសធាតុក្តៅហើយតែចំពោះការងារធ្វើកន្លែងហ្នឹងក៏មានបងប្អូនខ្មែរដែរពាក្យច្រើនគង់បងពលករមកធ្វើការងារខាងរដូវកាលតែពាក្យច្រើនសម្បូរប្រុសមានទាំងយាយកូរ៉េមានជនជាតិថៃមានទាំងវៀតណាមមានទាំងចិនច្រើនណាការងារបងប្អូនទ្រពបានលុយបាច់ញើសខោហើយសាច់យាយកូរ៉េបងប្អូននេះបោះតង់នៅច្រើនដែរនោះចូល20នាក់ហ្នឹងបតង់ពី3នាក់បតង់ពី3នាក់ដែរចការមាន2បងប្អូនណានៅលើនោះធ្វើរួចហើយឥឡូវគេចោះមកក្រោមអ្នកសម្អាតនៅលើក៏មានមនុស្សសម្អាតនៅលើទៅការងារក្នុងប្រទេសកូរ៉េបាក់ដែរបងប្អូនអើយtrongខែក្តៅមែនទែនបើខែក្តៅខែចេះស្កិតចូលខែត្រជាក់បងប្អូននៅខែត្រជាក់ឯងស្រួលតិចខែក្តៅគឺស្អស់ស្អាប់ការងារពិបាកដកដង្ហើមវាក្តៅពេកអ្នកបានធ្វើការខាងរោងចក្រអត់សូវអីបងប្អូនតែអ្នកធ្វើខាងកសិកម្មគឺវេទនាតែក្តៅបែកញើសហូរដល់ច្បាប់គួតតាមបានលុយតែបើខាងឧស្សាហកម្មវាមានអ្នកខ្លះទៅក៏មានកន្លែងគេប្រើម៉ាស៊ីនត្រជាក់ដែរអ្នកខ្លះប្រើដង្ហើមហ្នឹងតែបើកសិកម្មចប់ហើយវាលហលហេវនេះបែកញើសខ្ចាយមិនស្ទុំមែនតែហប់បងប្អូនអត់មានខ្យល់ទេមើលត្រឡប់ឈើទៅដឹងហើយទ្រាំពី3ខែទៀតចូលរដូវក្តៅអស់ចូលរដូវត្រជាក់ហើយត្រជាក់ស្រួលជាងក្តៅ